នេះចាដោយសូមអនុញ្ញាតពីបងប្អូនដើម្បីទទួលទូរស័ព្ទរបស់បងប្អូនយើងមួយខ្សែទៀតដែលកំពុងតែហៅចូលមកហៅឡូចានាងខ្ញុំទួនព្រេកតិចសូមជម្រាបសួរអ្នកបងចាតើបងស្រីចេញទូរស័ព្ទមកពីខាងណាដែរអនុញ្ញាតរបស់បងប្អូនយើងបានស្គាល់ឈ្មោះបងស្រីផងចាអូនបងទេខលពីបារាំងមកខលពីបារាំងទៅអូនសូមជម្រាបសួរដល់បងប្អូនរួមគ្នាទាំងអស់គ្នាបងឈ្មោះសអ៊ុំអូនចាអរគុណអ្នកបងស្រីសអ៊ុំចានៅក្នុងកម្មវិធីរបស់យើងថ្ងៃនេះមាន10ទៅ15នាទីសម្រាប់បងស្រីដើម្បីចូលរួមផ្ដល់នៅទស្សនៈមតិផ្ទាល់ក្នុងកម្មវិធីតែទូស្គាល់ដេញចោលលក់ជាតិរបស់សិទ្ធិជនសម្លេងអំណាចបរដ្ឋខ្មែរយើងចាដើម្បីកុំឲ្យខាត់ទេសូមក្រុមជើងបងស្រីមានប្រសាសន៍ចាអូនថ្ងៃនេះបងចង់ចំណាប់អារម្មណ៍បន្តិចពីរឿងហ៊ុនសែនដែលវាប្រកាសពីថ្ងៃមុនដើម្បីបោកប្រាស់ប្រជាពលរដ្ឋខ្មែរយើងនៅស្រុកខ្មែរជារៀងរហូតព្រោះអីវាថា7មេសាគឺជាថ្ងៃដែលយួររំដោះខ្មែរតាមការពិតគឺជានយោបាយបោកប្រាស់របស់ហ៊ុនសែនវាបន្លំខ្មែរយើងដែលឆោតល្ងងនៅស្រុកខ្មែរហ្នឹងមិនចេះអស់មិនចេះហើយទេវាថាយួនមករំដោះតាមការពិតគឺយួនមកឈ្លានពានលើទឹកដីខ្មែរទាំងស្រុងវាចេះតែស្រែកវាចេះតែបន្លំផ្នែកពលរដ្ឋយើងនៅខាងក្នុងទាំងអស់តែខាងក្រៅបងប្អូននៅខាងក្រៅគេមិនអាចជឿហ៊ុនសែនទៀតទេស្វ័យត្បិតគំនិតអាក្រក់របស់ហ៊ុនសែនវាធ្វើដើម្បីបំរើផលប្រយោជន៍របស់យួនពេលនេះបងប្អូនរួមជាតិទាំងអស់សូមបងប្អូនឈប់ជឿសម្ដីរបស់ហ៊ុនសែនព្រោះនិសតហ៊ុនសែននេះជាកញ្ចេះយួនដាច់ថ្លៃព្រោះយួនវាទិញក្បាលយួននឹងចិនវាទិញក្បាលហ៊ុនសែនដាច់ថ្លៃហើយវាធ្វើអ្វីដើម្បីយួនទាំងអស់ដើម្បីចិនវាលក់ទឹកលក់ដីព្រៃព្រឹក្សាលលាហិនហោចអស់ហើយតាំងពីហ៊ុនសែនមកកាន់កាប់នៅប្រទេសខ្មែរគឺទៅខ្មែររលាយគ្មានសេះសល់អីទេសប្តាហ៍ថ្ងៃនេះវាលក់ឲ្យទាំងចិនអស់ទៀតនៅតែថ្ងៃដែលចិនវាដេញខ្មែរនឹងទៅនៅដេញចិនដេញខ្មែរខ្មែរដេញខ្មោចហើយវាគ្មាននឹងខ្មោចដេញទៅទៀតពេលនេះសូមបងប្អូនយើងរួមជាតិទាំងអស់នៅខាងក្នុងប្រទេសឬខាងក្រៅប្រទេសមួយចំនួនដែលកំពុងតែវង្វេងជាមួយហ៊ុនសែនហេងសំរិនជាស៊ីមខ្មៅទាំងឆ្អឹងហ្នឹងព្រោះវាខ្មៅតែរូបតែគំនិតវាអាក្រក់វាឈាមជារូបខ្លួនវាខ្មែរតែខ្លួនវាជាឈាមយួនបញ្ចូលលឹងជាមនុស្សអាក្រក់ដើម្បីបំរើចិននិងបំរើយួនពេលនេះបងប្អូនរួមឈាមទាំងអស់ឈប់ជឿឈប់ឆោតឈប់ល្ងងហើយឈប់លើកជើងហ៊ុនសែនទៀតព្រោះហ៊ុនសែនសប្តាហ៍វាធ្វើអ្វីដើម្បីយួនដើម្បីពលរដ្ឋយួនទាំងអស់វាឲ្យយួនរស់នៅពេញទឹកពេញដីអាចសប្តាហ៍នេះខ្មែរជាអាចយួនផឹកទឹកយួនហើយក្នុងលេសាបក្នុងឯស្ទឹងដីផឹកទឹកយួនទាំងអស់នៅគ្រប់ច្រកលហកក្នុងទីក្រុងកន្លែងណាក៏មានយួនកន្លែងណាមានយួនហើយហេតុអីបានសំរងស៊ីផ្នែកខ្វាក់ហ៊ុនសែនខ្វាក់មួយតែហ៊ុនសំរងស៊ីខ្វាក់ពីរថាស្រុកខ្មែរអត់មានយួនទេហេតុអីក៏លោកឯងមិនប្រមើលមើលឲ្យច្បាស់មើលយួននៅពេញស្រុកហើយនិយាយអំពីរឿងសម្ដេចសីហនុទៀតការរស់នៅបំផ្លាញជាតិសម្រាប់ពលរដ្ឋរាប់លានមិនអស់ចិត្តដល់ពេលគាត់ស្លាប់ហើយគឺយកផលប្រយោជន៍របស់ជាតិទៅធ្វើជាក្តារមឈូសខ្លួនឯងដុតដែលខ្មោចងាប់ហើយព្រៀបដូចជាសត្វដេរិឆានឬជាដីជាទឹកទេហេតុអីបានចាំបំផ្លាញជាតិរាប់លានដុល្លារទៀតនឹងហើយបំផ្លាញវាមិនចេះអស់បំផ្លាញពលរដ្ឋខ្មែរបំផ្លាញលុយរបស់ជាតិទៀតទោះបីហ៊ុនសែនការផ្ដាច់តែលុយនឹងសម្រាប់ពលរដ្ឋខ្មែរជួយអ្នកក្រីក្រជួយអ្នកអត់ឃ្លានហេតុអីក៏មិនជួយយកទៅបំផ្លាញអត់ខ្មោចការសីអនុទៀតគួរឲ្យខ្មែរយើងឈឺចាប់ណាស់ពេលនេះបងប្អូនយើងទាំងអស់គ្នាគួរត្រេះរិះពិចារណាហើយគួរតែពិចារណាមើលចុះខ្លួនខ្មៅខ្លួនស្លាប់ទៅដូចជាគេដែលហេតុអីបានយកហ៊ុនសីអនុដុតតម្លៃរាប់លានអញ្ចឹងខ្ញុំមិនគួរជាឆ្ងល់ណាស់ក្តារមឈូសអីក៏សំខាន់ចុះខ្មោចតាហ្នឹងក៏សំខាន់ខ្លាំងម្ល៉េះត្រង់បំផ្លាញជាតិសម្រាប់ពលរដ្ឋរាប់លានហើយមិនអស់ចិត្តយកលុយជាតិយកទៅបំផ្លាញទៀតធ្វើជាក្តារមឈូសធ្វើជាស្អីសត្វតែមាសបើនិយាយឲ្យល្អទៅគួរតែយកគាត់ទៅកប់ដុតដោយខ្មោចពលពតទៅបានសមប្រកាសជាជនស្ដេចវាគ្មានបំរើដល់ពលរដ្ឋដល់ជាតិខ្មែរទេគឺបំរើយួនទាំងស្រុងបំរើយួនបំរើចិន
ថ្ងៃគាត់ស្លាប់ថ្ងៃនេះគាត់ស្លាប់បាត់ថ្ងៃចិត្តល្អណាស់ព្រោះអីគាត់ថាយួនបានសម្រេចផលប្រយោជន៍របស់យួនហើយមករស់នៅលើទឹកដីខ្មែរពីពេញខេត្តដីទាំងអស់ពីពេញទឹកដីខ្មែរគ្មានសល់ចលនាទេដែលយួនមកនៅសពថ្ងៃយួនវាសប្បាយចិត្តណាស់ដែលសីអនុធ្វើឲ្យយួនបានមកនៅស្រុកខ្មែរបានសម្រេចជាស្ថាពររបស់អាហូយីមីងគោលបែអាហូយីមីងវាចង់បានលេបទឹកដីខ្មែរតាំងពីកម្ពុជាក្រមរហូតដល់ខ្មែរលើទៀតឥឡូវបំផ្លាញជាតិទៀតស្លាប់ហើយមិនអស់ចិត្តឲ្យគេធ្វើសពបែបយ៉ាងដើម្បីបំផ្លាញជាតិខ្ញុំមិនគោរពទេតែបើស្ដេចដូចស្ដេចសាសសៀងឬស្ដេចអង់គ្លេសឬអីផ្សេងអានឹងកុំថាឡើយ5លាន1000លានក៏មិនស្ដាយដែរព្រោះស្ដេចគេស្រឡាញ់ជាតិបំរើពលរដ្ឋខ្លួនឯងគេធ្វើអ្វីដើម្បីជាតិនេះគ្មានសោះបំរើអីជាតិទេគាត់ធ្វើទិញទួយដើម្បីលៀងកំហុសគាត់ទេដែលគាត់មកសញ្ញេនៅ23ថ្ងៃទី$23នេះគឺគាត់ធ្វើដើម្បីលៀងកំហុសគាត់ទេបងប្អូនត្រូវយល់ច្បាស់រឿងដែលគាត់ធ្វើនឹងគឺបន្លំផ្នែកពលរដ្ឋថាគាត់នៅស្រឡាញ់ជាតិគាត់ធ្វើដើម្បីជាតិតែគាត់បានសម្រេចហើយដែលយួនចូលពេញស្រុកខ្មែរគាត់ស្លាប់ហើយមិនអស់ចិត្តបំផ្លាញជាតិតទៅទៀតគឺបងប្អូនរួមជាតិទាំងអស់ទៅពិចារណាត្រូវគិតត្រេះរិះឲ្យតិចទីអ្វីក៏ដោយដែលហ៊ុនសែនហើយចម្រើនជាស៊ីមវាធ្វើសពថ្ងៃនេះគឺវាបំផ្លាញជាតិបំផ្លាញពលរដ្ឋខ្មែរវាមិនអោយខ្មែររស់ងើបឡើងទេសាច់ខ្មែរនឹងតវ៉ាសាច់ខ្មែរនឹងផុសផលប៉ុន្តែបងប្អូនត្រូវគិតមិនរួចទេត្រូវតែធ្វើបាតកម្មបីបណ្ដឹងហ៊ុនសែនឲ្យចុះពីអំណាចទៅជាងបោះឆ្នោតឈ្នះព្រោះសប្តាហ៍ថ្ងៃក៏ល្បិចរបស់ហ៊ុនសែនយួនវាមិនឲ្យហ៊ុនសែនចាញ់ទេព្រោះថាហ៊ុនសែនចាញ់ហ៊ុនសែនមុខជាងាប់យួនមុខជាស្រុកវាវិញហើយហើយវាត្រូវតែគ្រប់គ្រងហ៊ុនសែនឲ្យជាប់បោះមួយជីវិតពេលនេះបងប្អូនរួមជាតិទាំងអស់ទៅត្រេះរិះពិចារណាឲ្យមែនតើរឿងបោះឆ្នោតខ្ញុំឆ្លាញ់ដែរតែបោះឆ្នោតតែបោះឆ្នោតយើងវាអត់មានប្រជាធិបតេយ្យជាបោះឆ្នោតដើម្បីជាកុម្មុយនីសវាមិនអាចឲ្យយើងអ្នកបកប្រឆាំងនឹងឈ្នះទេវាត្រូវតែធ្វើយ៉ាងណាដើម្បីឲ្យអាជនក្បត់ជាតិក្នុងប្រទេសយើងនឹងឲ្យវាមានអំណាចតទៅទៀតដើម្បីបំផ្លាញជាតិខ្មែរបំផ្លាញតទៅអស់ដល់ថ្ងៃគ្មានសល់អីទៀតទេបើបងប្អូនយើងរំដោះបានក្រោយនេះគឺអិចស៊ីកាអំពៅអញ្ចឹងប្រជាតិអ្វីហ៊ុនសែនវាបំផ្លាញអស់តាំងពីរ៉ែក្នុងទឹកក្នុងដីក្នុងព្រៃសាព្រៃព្រឹក្សាមានតម្លៃរាប់កោតលានវាបំផ្លាញឲ្យចិត្តនឹងយួនពេកខ្ទីអស់តែយើងមានអ្វីទៀតសូមបងប្អូនទៅពិចារណាវេទនាលហេមលហាមឥឡូវវាលុកដីលុកទឹកឲ្យចិនទាំងអស់ឥឡូវនៅខាងសៀមរាបខ្ញុំឮតំណែងថាយួនដេញចិនដេញពលរដ្ឋខ្មែរឲ្យចេញដើម្បីវិយោដីវាទៀមទាវិឈូសូមបងប្អូនដែលនៅរួមឈាមទាំងអស់នៅខាងក្រៅក៏ដោយសូមបងប្អូនស្ដាប់ហើយពិចារណាត្រូវគុំនៅដេកស្ងៀមត្រូវទៅស្ទុះក្រោកឡើងដើម្បីតប្រឆាំងជាមួយសង្គមដែលវាធ្វើឲ្យយើងវេទនាពលរដ្ឋខ្មែរវេទនាលហេមលហាមយ៉ាងណាក៏ដោយហ៊ុនសែនវាមិនដែលឈឺក្បាលហាលថ្ងៃជាមួយពលរដ្ឋទេវាបំពេញចិត្តនឹងយួនជាខ្ញុំកញ្ជះដាច់ថ្លៃព្រោះវារងហើយវារស់នៅដោយមានយួននឹងចិននៅពីក្រោយខ្នងវាហ៊ានធ្វើបាបខ្មែរគ្រប់បែបយ៉ាងសម្ដីវាផ្សេងតែកំណត់វាផ្សេងតែកន្លែងណាវាថាមិនអោយធ្វើកន្លែងត្រូវរលាយហើយឬសម្ដីវាត្រូវស្ដាប់ឲ្យច្បាស់វាមិនដែលនិយាយការពុតទេវាកុហកបោកប្រាស់ពលរដ្ឋយើងជារៀងរហូតព្រោះស្បាត់អីវាធ្វើនេះគឺបំពេញបំណងចិននឹងយួននឹងក្រុមគ្រួសារវាប្រពន្ធវាមេកយួនមុខហើមដូចពើប៉ោងហ្នឹងវាមកបំផ្លាញមាននឹងវាថាវាបំផ្លាញខ្មែរតល្អនេះប្រពន្ធហ៊ុនសែនបងប្អូនត្រូវដឹងត្រូវជ្រាបត្រូវតែកុំស្ដាប់វាតទៅទៀតមិនបាច់ទំនៀងសុំវាទេព្រោះវាអ្នកឲ្យធ្វើហើយបងប្អូនវាឲ្យវាជួយទៅវាជួយវាស្អីបើវាអ្នកធ្វើវាអ្នកចង្អុលឲ្យអាពលិសអស់នឹងវាយធ្វើបាបពលរដ្ឋវាយកដីលក់ឲ្យនេះទុនរួចហើយឲ្យបងប្អូននោះទៅវាឲ្យវាជួយបងប្អូនដូចនៅល្ងងល្ងឹតខ្លាំងណាស់ខ្លួនឯងមិនចេះគិតខ្លួនឯងអ្នកណាដែលអ្នកលក់ដីលក់ទឹកឲ្យយួនឲ្យចិនឲ្យពួកនេះទុនគឺហ៊ុនសែនណាហេតុអីទៅពីហ៊ុនសែនជួយទៀតទៅតែដេញកាប់ក្បាលវាវិញបានសមព្រោះវាជាមនុស្សបំផ្លាញគ្រប់បែបយ៉ាងទាំងអស់ខ្ញុំអាណិតអាសូរបងប្អូនយ៉ាងណាព្រោះអីខ្ញុំនៅខាងក្រៅខ្ញុំដេកសួរស៊ីសួរតែខ្ញុំនៅអាណិតអាសូរពលរដ្ឋខ្មែរយើងទាំងក្នុងប្រទេសសិទ្ធិជនក្រីក្រស្លៀកបំពាក់មិនសមរម្យស៊ីចុកគ្មានអ្វីឆ្ងាញ់ទេរុយរោមដូចខ្មោចតាំងពីកូនក្មេងមុខមាត់សិទ្ធិដីសិទ្ធិផុករុយរោម
អានេះរោមទាំងរស់មិនតាន់ស្លាប់តាន់ទេវាឲ្យខ្មែរយើងលហេមលហាមមានរោគទាសពបែបយ៉ាងទាំងអស់វាប្រសាទលើទឹកដីខ្មែរយកជាតិគីមីយកថ្នាំពុលយកមកដាក់អាភៀនកញ្ឆាពីខ្មែរយើងងឹតល្ងងគ្មានរៀនចេះដឹងអីណាចេះដឹងតើវ៉ាគឺវាចាប់វាចងវាធ្វើបាបវាទុកឲ្យអ្នកល្ងឹតល្ងងស្រេចតែវាបំពេញស្រេចតែវាបញ្ជាយ៉ាងណាទៅធ្វើតាមវានេះហ៊ុនសែនបងប្អូនរួមជាទាំងអស់ត្រូវនាំគ្នាប្រុងប្រៀបរៀបចំឆ្នាំ2013នេះដើម្បីទម្លាក់ហ៊ុនសែនឲ្យបានប៉ុន្តែខ្ញុំសូមអរគុណនេះខ្ញុំសូមជូនពរបងប្អូនយើងរួមជាទាំងអស់ឲ្យបានសេចក្តីសុខដែលចម្រើននឹងបងប្អូនវិធីការក៏ដោយសូមឲ្យអូនបានសេចក្តីសុខដើម្បីជួយបន្តជួយរំដោះជាតិយើងទៅខាងមុខឲ្យបានជាស្ថាពរសូមជម្រាបលាអូនវិធីការចានាងខ្ញុំសូមអរគុណចំពោះអ្នកបងស្រីស្អ៊ុំណាស់ចាដែលបានចូលរួមផ្ដល់នៅគំនិតយោបល់ដ៏មានខ្លឹមសារគួរជាទីសន្តាប់នេះចែកជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ទូទាំងពិភពលោកដែលពួកគាត់កំពុងតែទន្ទឹងរង់ចាំស្ដាប់ប្រចាំថ្ងៃនេះចានេះខ្ញុំចាជម្រាបលាអូនចាសប្តាហ៍ក្រោយទៀត